ជំរាបសួរប្រិយមិត្តរបស់ក្រុមហ៊ុនសិនស៊ីមីកូទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីម្ដងទៀតហើយជាមួយនាងខ្ញុំកន្លងមកបងប្អូនទាំងអស់គ្នាធ្លាប់តែឃើញនាងខ្ញុំធ្វើការ review ទៅលើមុខងារក៏ដូចជាការប្រើប្រាស់ទៅលើផលិតផល LG ផ្សេងៗអញ្ចឹងនៅក្នុងវីដេអូថ្មីថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពី technique ខ្លះៗដែលបងប្អូនតែងតែជួបប្រទះនោះគឺនៅពេលបោកគក់ម៉ាស៊ីនបោកមានធំក្លិននិងពេលដែលបោកគក់ហើយមានជាប់កាកសំណល់នៅសម្លៀកបំពាក់អញ្ចឹងដើម្បីកុំឲ្យមានបញ្ហាបែបនេះកើតឡើងទៀតដំណោះស្រាយទី1បងប្អូនទាំងអស់គ្នាត្រូវធ្វើការដោះតម្រងដែលចាប់កម្ទេចកំទីនៅក្នុងម៉ាស៊ីនបោកយកទៅលាងទឹកជាមួយនឹងសាប៊ូឲ្យបានស្អាតរួចយកមកដាក់វិញជាការស្រេចទី2បងប្អូនទាំងអស់គ្នាក៏គួរតែឆែកតម្រងទឹកចូលផងដែរថាមានជាប់កម្ទេចកំទីឬកាកសំណល់ឬអត់ទី3បន្ទាប់ពីការបោកគក់ចាប់ពី25ដងទៅ30ដងបងប្អូនទាំងអស់គ្នាគួរតែចុចជាមួយនឹងមុខងារលាងសម្អាតធុងម៉ាស៊ីនបោកដោយស្វ័យប្រវត្តិដែលមុខងារនេះគឺមានបំពាក់នៅគ្រប់ម៉ាស៊ីនបោកគក់ទាំងអស់របស់ LGទី4កន្លែងដាក់សាប៊ូជាមួយនឹងទឹកក្អូបយើងក៏គួរតែលាងសម្អាតផងដែរប្រសិនបើបងប្អូនទាំងអស់គ្នាមិនសូវបានលាងសម្អាតវានឹងធ្វើឲ្យមានកំណកសាប៊ូជាប់នៅសម្លៀកបំពាក់បន្ទាប់ពីយើងធ្វើការបោកគក់រួចប្រសិនបើបងប្អូនចាប់អារម្មណ៍ចង់ទិញជាមួយនឹងម៉ាស៊ីនបោកគក់13គីឡូម៉ា LG មួយនេះយើងមានជាមួយនឹងការបញ្ចុះតម្លៃពិសេសលក់ជូនបងត្រឹមតែមួយគ្រឿង$289តែប៉ុណ្ណោះនៅក្នុង promotion ចូលឆ្នាំខ្មែរឆ្នាំ2025ខាងមុខនេះហើយតម្លៃនេះដែរគឺយើងផ្ដល់ជូននៅគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុនសុនស៊ីមីកូសូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូជួបគ្នានៅវីដេអូក្រោយ